អង្គុយធ្វើការសុកចានឹកឃ្លានភ្លាមតែម្ដងបងប្អូនចាក៏មើលទូទឹកកកទៅឃើញមានមឹកចាមឹកនេះទិញពីផ្សារកែបមកបងប្អូនទិញកាលខ្ញុំទៅលេងកពតចាហើយថ្ងៃនេះខ្ញុំចង់ញ៉ាំរបៀបថាជូជូអញ្ចឹងទៅក៏ដើរប្រម៉ែប្រមូលគ្រឿងផ្សំក៏នឹកឃើញថាឆាម្រះព្រៅចាជាមួយនឹងអំពិលទុំចាដាក់មឹកហ្នឹងទៅហើយញ៉ាំទៅយើងលក្ខណៈថាជូហិលណាបងប្អូនចាហើយជាដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមទៅរកគ្រឿងផ្សំចាបន្លែផ្សំណាចាមានបន្លែអីទេបងប្អូនមានតែម្ទេសចាហើយនឹងស្លឹកម្រះព្រៅចាស្លឹកម្រះព្រៅនេះចង់700អស់ហើយបងប្អូនអើយចាដោយសារតែខ្ញុំអត់បានស្រោចទឹកថែដូចមុនទេចារវល់ការងារផ្សេងច្រើនមួយរយៈនេះសូម្បីតែវីដេអូធ្វើម្ហូបហ្នឹងក៏ខកខាននៅក្នុងការធ្វើជូនបងប្អូនដែរចាមានបងប្អូនខ្លះគាត់ខមមិនថាអូនឹកវីដេអូធ្វើម្ហូបរបស់ជប៉ុនណាចាថ្ងៃនេះគឺចាបានមកហើយបងប្អូនអើយចាអត់បានព្រៀងតុកទៀតចានិយាយទៅគឺថតនេះគឺថតហើយគឺផុសយកតែម្ដងបងប្អូនដាក់តែសលេងទេព្រោះដោយសារតែពីមុននោះជិះជប់ច្រើនណាស់ចាឥឡូវអត់ទេកាន់កាមេរ៉ាតែខ្លួនឯងហ្នឹងបងប្អូនអើយចាហើយនេះគ្រឿងផ្សំរបស់ខ្ញុំបានហើយបងប្អូនចាមានតែម្រះព្រៅអំពិលទុំតិចទៅចាមឹកហ្នឹងគឺលាងសម្អាតចាយកអាចឲ្យចេញច្បាច់អំបិលអីឲ្យស្អាតទៅបងប្អូនមុននឹងយកទៅឆាណាហើយកាត់វាតូចតិចទៅហើយសម្រាប់ការឆាក៏អត់មានអីបាត់ដែរបងប្អូនចាដាក់ខ្ទះក្តៅមកចាចាក់ខ្លាញ់ចូលហើយដាក់ជាមួយនឹងម្ទេសដែលហាន់ហើយជាមួយនឹងខ្ទឹមសចាហើយចាប់ដើមដាក់ស្ករសលីងជាមួយនឹងគ្រឿងនឹងតែម្ដងចាដាក់គ្រឿងទេសយើងចូលណាមានម្សៅស៊ុបមានប៊ីចេងចាកូរច្បល់3មុខនឹងចូលគ្នាសិនទៅគម្រោងខ្ញុំថាអត់ប្រើជាមួយនឹងទឹកត្រីទេបងប្អូនប៉ុន្តែដោយសារតែរៀងស្ទើណាចាខ្វះទឹកត្រីអត់បានមែននិយាយទៅណាចាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងអំពិលទុំចាអំពិលទុំនេះខ្ញុំប្រើមិនសូវជាច្រើនបានទេចាដោយសារតែមឹកនេះចាពេលដែលឆាទៅវានឹងចេញជាតិទឹកមកអីច្រើនអញ្ចឹងណាបងប្អូនហើយចំនួនមឹកនេះក៏មិនច្រើនអីដែរចាតិចល្មមដែរណាបងប្អូនចាលៃតាមបរិមាណទៅបើសិនជាបងប្អូនធ្វើណាចានេះគឺខ្ញុំចាប់ដើមចាក់មឹកចូលកូរច្បល់វាទៅហើយសម្រាប់មឹកនេះដែលខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងចាដោយសារតែយើងដាក់នៅក្នុងទូទឹកកកបងប្អូនអញ្ចឹងទៅវារៀងចេញទឹកចេញពីមឹកនឹងរៀងច្រើនដែរចាខ្ញុំអត់បានដាក់ទឹកអីទេទឹកនេះគឺចាប់តាមចេញពីមឹកនឹងតែម្ដងចាខ្ញុំកូរច្បល់ដាក់ជាមួយនឹងម្ទេសចាម្ទេសគឺខ្ញុំលៃចាមានដាក់ជាមួយនឹងម្ទេសមូលផងហើយម្ទេសហាន់ផងចាហើយដាក់ជាមួយនឹងទឹកត្រីចាមួយស្លាបព្រាបាយទៅចាហើយនេះបងប្អូននេះឆ្អិនហើយប៉ុន្តែមើលទឹកក៏យើងច្រើនដែរប៉ុន្តែឆ្ងាញ់ណាបងប្អូនចាទឹកវាហ្នឹងគឺទឹកចេញពីមឹកហ្នឹងឯងចាខ្ញុំអត់បានថែមគ្រឿងទេសអីទៀតទេចាតែប៉ុណ្្នឹងទៅខ្ញុំចាប់ដើមដាក់ជាមួយនឹងម្រះព្រៅចុងក្រោយគេហើយសម្រាប់ម្ទេសហ្នឹងពេលញ៉ាំប៉ះមួយទៅនិយាយពីឆ្ងាញ់ហ្មងបងប្អូនចាខ្ញុំភាគច្រើនឆាម្ហូបអីផ្សេងច្រើនតែដាក់ម្ទេសឆាចាម្ទេសពណ៌សហ្នឹងណាដោយសារតែឈ្ងុយមែនតើបងប្អូនហើយចាឥឡូវឆ្អិនទេបងប្អូនចាជិះដួសដាក់ចានទៅចាដាក់ចានដើម្បីភ្លក់ចាតែភ្លក់អត់បានបង្ហាញបងប្អូនទេប៉ុន្តែខ្ញុំអាចប្រាប់រសជាតិបានគឺរសជាតិឆ្ងាញ់មែនតើបងប្អូនជូរហិលប្រៃផ្អែមអីល្មមតែម្ដងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការជួយចិត្តជួបខ្ញុំវីដេអូក្រោយបាយ